ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនដែលកំពុងតែទន្ទឹងរង់ចាំវីដេអូរបស់ខ្ញុំបាទហើយវីដេអូហ្នឹងគឺថាខ្ញុំសន្យាជាមួយនឹងបងប្អូនដែលគាត់សួរខ្ញុំណាគាត់ថាវីដេអូបងកាលណាចេញហើយខ្ញុំក៏បានប្រាប់គាត់ថាចាំចេញឆ្នាំមិនខ្ញុំចេញឥឡូវគឺថាខ្ញុំរៀបចំចេញហើយវីដេអូនេះគឺជាសកម្មភាពនៅថ្ងៃការបងអូនស្រីរបស់ខ្ញុំបាទយិនដានីនបងប្អូនអរគ្នាហើយសម្រាប់ថ្ងៃការរបស់គាត់នឹងគឺថាមានភ្ញៀវកិត្តិយសភ្ញៀវខ្ញុំបានទៅចូលរួមយ៉ាងកុះកច្រើនមែនតើបងប្អូនហើយនេះគឺជាសកម្មភាពនៅពេលរាត្រីហើយខ្ញុំគឺទទួលភ្ញៀវផងអញ្ចឹងវារៀងក្តៅណាបងប្អូនគ្នាហើយរឿងបាច់ញើសជោគមែនតើថ្ងៃហ្នឹងហើយសម្រាប់បងប្អូនដែលហៅខ្ញុំផឹកខ្ញុំមិនបានផឹកគឺថាកុំឲ្យខឹងណាហើយនេះជាស្អីស្អាតរបស់យើងប្រចាំភូមិហើយបន្តទៅទៀតមកមើលពីសកម្មភាពពីទស្សនវិជ្ជាដែលខ្ញុំជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំណាហើយមានបងប្អូនគាត់បានមកចូលរួមនៅក្នុងកម្មវិធីហើយនឹងចូលរួមកម្មវិធីគឺថាយើងថតរូបសិនតែពួកខ្ញុំនឹងឲ្យតែមានកម្មវិធីគឺមិនដែលភ្លេចទេរឿងថតរូបថតវីដេអូនឹងបងប្អូនមិនដឹងជាសាច់ការស្អីទេមិនថាវីដេអូមិនថាស្អីថតឲ្យតែបានបងប្អូនអ្នកគ្នាហើយនេះគឺជាភរិយាជាមួយប្រពន្ធកូនរបស់ខ្ញុំណាបងប្អូនហើយភរិយាប្រពន្ធកូនទៅមួយខ្ញុំនិយាយរឿងកំ pl ៃទេបងប្អូនអ្នកគ្នាហើយបងប្អូនឃើញជាក់ស្ដែងយើងគឺថាស្អីស្អាតស្អាតច្រើនមែនទេបងប្អូនតែសិតតែសងសាគេទេប្រយ័ត្នបែកក្បាលហើយនេះគឺជាប្រពន្ធរបស់ខ្ញុំបងប្អូនមើលសាច់ជើងសាច់ដៃគឺថាធាត់មែនទេហើយដូចបទចម្រៀងគឺថាម៉ាប់អញ្ចឹងណាបងប្អូនអ្នកគ្នាហើយខ្ញុំមកនិយាយហ្នឹងគឺថារៀងឈឺកនេះក៏ងទេបងប្អូនអ្នកគ្នាហើយបន្ទាប់ពីយើងមកមើលសកម្មភាពបន្ទាប់ពីយើងនិយាយរួចហើយយើងមកមើលសកម្មភាពនៃការរៀបចំកាត់ផ្លែឈើបងប្អូនអ្នកគ្នាហើយហ្នឹងផងដែរគឺថាមានអ្នកទៅចូលរួមក្នុងកម្មវិធីហ្នឹងគឺច្រើនមែនតើបងប្អូនអ្នកគ្នាមានបងប្អូនមានមិត្តភ័ក្តិខ្ញុំទៅគឺថាចូលរួមច្រើនពេលអ្នកច្រើនមែនតើមានអ្នកភូមិមានអីណាហើយស្បីតែអ្នកភូមិខ្លះគាត់អត់បានមកចូលរួមទេតែគាត់មកមើលអកេះអកដងដោយសារតែកម្របានឃើញអកេះអកដងហើយខ្ញុំទៅគឺថាអ្នកភូមិរបស់ខ្ញុំគឺថាស្អាតស្អាតមែនតើហើយសៀងកលនៅច្រើនដែរបើសិនជាបងប្អូនចង់បានសង្សារអ្នកភូមិចន្លែងឬស្មោះណាអាចតាក់ទងមកខ្ញុំបានខ្ញុំអាចជួយរកបានណាបងប្អូនអ្នកគ្នាហើយនេះជាកូនកន្លោះកូនកំមុំរៀបចំខេសគ្នាទីអីគាត់ថាលេងទេបងប្អូនអ្នកគ្នាហើយបន្ទាប់ពីយើងមើលអានឹងហើយគឺថាមករៀបចំយកផ្លែឈើដំបូងខ្ញុំថាយកតែមួយទៅហូបទេបន្ទាប់ពីឃើញខ្ញុំយកឲ្យដណ្ដើមគ្នាគិលបងប្អូនគ្នាហើយខ្ញុំឈរនឹងឃើញខ្ញុំឈរនៅចិត្តផ្លែឈើឃើញដណ្ដើមគ្នាអញ្ចឹងណារុញខ្ញុំចូលនៅនឹងទៀតខ្ញុំថាអត់ចង់បានទេខ្ញុំយកតែមួយទុកហូបសិនណាចង់សាកមើលហើយឃើញខ្ញុំលូកដៃយកពឹបដណ្ដើមគ្នាវូព្រៀបទៅនឹងអស់លីងហើយអ្នកដែលក្រោយគេអត់បានហូបទេហើយខ្ញុំបាន3ផ្លែនៅគ្នាបានក្រូច2ហើយជពូ1ហើយមើលកូនកន្លោះកូនកំមុំទៅនាំគ្នាក៏គេនិយាយខុសទៀតដែរនាំគ្នាក៏គេផ្លែប៉ោមនៅគ្នាហើយផ្លែប៉ោមហើយមានបងប្អូនគឺគាត់ឃើញគាត់ចង់ក៏គេដែរយេស្បីខ្ញុំក៏ចង់ក៏គេតែខ្ញុំចាំពេលយកខ្ញុំអត់ចង់ពេលហ្នឹងទេហើយបងប្អូនឃើញយកស្ដាយអញ្ចឹងមានតែកាមេរ៉ាមែនអីចឹងពេញហ្នឹងសម្បូរកាមេរ៉ាមែនមែនតើហើយខ្ញុំបន្ទាប់ពីហ្នឹងមកខ្ញុំមកដណ្ដើមគ្នាមកដណ្ដើមគេចាប់បាច់ផ្កាហើយដោយសារតែខ្ញុំនៅស៊ីងកលដែរដល់ពេលចឹងទៅខ្ញុំមកចូលរួមចាប់បាច់ផ្កាគេដែរបងប្អូនគ្នាហើយដណ្ដើមខ្លះគេដណ្ដើមពីខ្ញុំទៀតតែខ្ញុំអត់ឲ្យទេដោយសារខ្ញុំនៅស៊ីងកលចឹងបានគូមគេដែរចឹងណាហើយខ្ញុំក៏មកចាប់ជាមួយនឹងគេដែរហើយបងប្អូនឃើញរៀងញ៉ៃតិចស្បីខ្ញុំនិយាយហ្នឹងក៏រៀងញ៉ៃដែរបងប្អូនគ្នាហើយនេះបងប្អូនឃើញជាក់ស្ដែងហ្នឹងគោកន្លោះគោកំមុំហ្នឹងគឺថាស្អាតមែនតើហើយអ្នកដែលចាប់បានបាច់ផ្កាគឺប្អូនប្រុសនេះគេមានគូមិនដឹងគេទៀតចឹងគេគូគេត្រូវម៉ាច់បងប្អូនគ្នាហើយខ្ញុំទៅហ្នឹងគឺគាត់តែចាប់លេងដើម្បីសប្បាយដើម្បីបង្កើតបរិយាកាសសប្បាយគេដែរណាបងប្អូនគ្នាហើយបងប្អូនមកស្ដាប់សំឡេងស៊ីនអស់គ្នាតិចទៅកុំឲ្យថាខ្ញុំនិយាយយូរពេកបងប្អូនគ្នាហើយហត់ដែរណានិយាយបងប្អូនមិនមែនលេងសើចទេណាហើយមើលសកម្មភាពអ៊ំរំតោះកុំឲ្យខាត់ពេកយូរទៅមើលសកម្មភាពជាក់ស្ដែងអស់គ្នា Let's go What's